ជាមិនត្រូវទេព្រោះជាក់ស្ដែងបន្ទាប់ពីអ៊ីស្រាអែលយកឈើទៅរុកឲ្យខ្លាប់ញាក់ពីដំណេកខ្លាំងងើបសង្គ្រាមខំពេញឡើងសពភ្នែកគុំតែបានអាមេរិកជួយវាយប្រហារអ៊ីរ៉ង់បិទបញ្ចប់សង្គ្រាមគុំអីអ៊ីស្រាអែលប្រហែលពិបាកនឹងទប់ទល់ជាមួយនឹងអ៊ីរ៉ង់ហើយនិយាយជារួមមកគឺដូច្នេះហើយទើបអាមេរិកចង់ឲ្យអ៊ីរ៉ង់បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរនិងចង់ដាក់កំហិតលើកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់នោះប៉ុន្តែអ៊ីរ៉ង់ក៏បានបញ្ជាក់រួចហើយដែរថាបើកម្មវិធីនុយក្លេអ៊ែរអាចនិយាយគ្នាបានប៉ុន្តែរឿងកម្មវិធីមីស៊ីលគឺអ៊ីរ៉ង់សុំចិត្តហើយព្រោះមានតែមីស៊ីលនឹងហើយដែលជាអាវុធសម្រាប់ការពារប្រទេសនោះត្រង់ចំណុចនេះក៏មានអ្នកខ្លះសួរផងដែរថាចុះបើអាមេរិកនិងអ៊ីស្រាអែលមានអាវុធការពារប្រទេសបានចុះត្រង់អ៊ីរ៉ង់រឿងអ្វីមានមិនបានទោះជាយ៉ាងណាក៏ដោយទីភ្នាក់ងារស្រាវជ្រាវសភាអាមេរិកបានប៉ាន់ប្រមាណថាមីស៊ីលអ៊ីរ៉ង់អាចហោះបានចម្ងាយប្រហែល 3000 គីឡូម៉ែត្រមិនដល់1/3ទេនៃចម្ងាយទៅកាន់សហរដ្ឋអាមេរិកចុះហេតុអ្វីលោកត្រាំអះអាងថាអ៊ីរ៉ង់ជិតមានមីស៊ីលដែលហោះដល់ទឹកដីអាមេរិកទៅវិញត្រង់ចំណុចនេះអ្នកវិភាគមួយចំនួនបើឃើញថាលោកត្រាំចង់បង្កើតលេសដើម្បីសង្កត់កអ៊ីរ៉ង់និងដើម្បីបំផ្លាញសមត្ថភាពប្រយុទ្ធរបស់ខ្លាម៉ាច់ចម្ពោះពៀក្នុងគោលបំណងធំគឺដើម្បីការពារអ៊ីស្រាអែលឯណោះទៅវិញទេព្រោះអាមេរិកដឹងច្បាស់ហើយថាបើមិនទប់ស្កាត់អ៊ីរ៉ង់ហើយបណ្ដោយឲ្យវាយគ្នាមួយស្មើជាមួយនឹងអ៊ីរ៉ង់នោះអ៊ីស្រាអែលប្រកាសជារលាយប្រទេសមិនខាន